ជំរាបសួរបងប្អូនទាំងអស់គ្នាចាចេញមកបេះស្លឹកក្រូចនៅមុខផ្ទះថ្ងៃនេះធ្វើអាម៉ុកថៃរស់ចាឥឡូវហ្នឹងបេះស្លឹកក្រូច4-10ស្លឹកទៅឈ្ងុយហ៎បងប្អូនស្លឹកក្រូចដាំខ្លួនឯងអញ្ចឹងណាចាឥឡូវនេះមកមើលគ្រឿងផ្សំយើងណាចាសម្រាប់ម្ដាមអាម៉ុកថ្ងៃនេះដាក់ស្លឹកងប់ចាហើយថៃយើងហាន់ដុំតូចៗអញ្ចឹងណាងាយស្រួលញ៉ាំណាបន្ទាប់មកយើងហាន់ម្ទេសយើងដើម្បីលម្អនៅលើចានអាម៉ុកយើងចាហើយនឹងស្លឹកក្រូចសើចហាន់ទៅសៃស្ដើងតូចឆ្មាអញ្ចឹងមកដល់រួយទៅឃើញស្អាតចាឥឡូវនេះយើងមករៀបចំផ្សំគ្រឿងអាម៉ុកយើងណាចាយើងចាក់ត្រីដែលកាត់ដុំតូចនឹងចូលចានធំស្អាតមួយមកហើយគ្រឿងបុកយើងហ្នឹងហើយកុំភ្លេចដាក់ប្រហុកបន្តិចផងណាបងប្អូនចាសម្រាប់ខ្ទិះដូងយើងលេខទៅតាមចំនួនត្រីដែលយើងធ្វើទៅណាហើយយើងដាក់ពងទា2គ្រាប់ទៅបន្ទាប់មកដាក់គ្រឿងផ្សំចាគ្រឿងផ្សំរសជាតិមានស្ករស៊ុបខ្នុរហើយនឹងទឹកត្រីចារួចហើយយើងកូរឲ្យចូលជាតិឲ្យសព្វហើយយើងភ្លក់មើលសិនណាចាបើសិនជាល្មមហើយចាយើងមិនបាច់ថែមអីទៀតទេសម្រាប់ម្ទេសឆ្អើរច្រាមនេះហ៎បងប្អូនបើយើងចង់ដាក់ក៏បានអត់ក៏បានដែរស្រាប់តែយើងចូលចិត្តណាចាសម្រាប់ម្ដាមដាក់ប៉ុន្តែមិនដាក់ច្រើនម៉ានេះដាក់ល្មមចាហើយយើងមកបេះស្លឹកងប់យើងចាបន្ទាប់ពីបេះហើយយើងយកទៅលាងឲ្យស្អាតទៅណាដើម្បីយកមកគ្រាប់ចានអាម៉ុកយើងមុននឹងយើងដាក់អាម៉ុកចូលចំហុយអត់មានកទូងស្លឹកចេកអត់មានអីទេដាក់ចានចំហុយក្នុងឡាំងសឹងហ្មងទៅចារៀបស្លឹកងប់យើងដាក់ទ្រាប់មកហើយយើងដួសត្រីដែលយើងផ្សំគ្រឿងរួចរាល់ហ្នឹងចាដាក់មកបន្ទាប់មកយើងដួសខ្ទិះដូងយើងដែលនៅសល់ហ្នឹងដាក់ពីលើរួចហើយយើងក៏រោយម្ទេសហើយនឹងស្លឹកក្រូចសើចដែលហាន់ជាតសៃឆ្មាលហ្នឹងលម្អចានយើងមកចានៅពេលចំហុយឆ្អិនទៅឃើញស្អាតណាហើយយើងក៏រៀបចំចំហុយចាសម្រាប់អាម៉ុកនេះយើងចំហុយតែកន្លះម៉ោងឆ្អិនហើយបងប្អូនម្ដាមចំហុយក្នុងឡាំងសឹង2ជាន់ណាចាអាម៉ុកនេះបាន8ចានតូចចាល្មមយើងលើកមកល្មមញ៉ាំហ្មងចានមួយចាចានចង្កឹះតូចហ្នឹងតែប៉ុណ្្នឹងឆ្អិនរួចរាល់ហើយសម្រាប់អាម៉ុកថៃចាងាយស្រួលទេបងប្អូន